Nè, nàyកំពុងជួបបញ្ហាមើល laptop បើអ្នកគ្នាអក្សរទូចពិបាកមើលឬក៏បងឬក៏អ៊ំដែលគាត់ប្រើប្រាស់ laptop ហើយប៉ុន្តែ laptop របស់គាត់ទូចអក្សរទូចពិបាកមើលក្នុងការប្រើប្រាស់មែនទេអញ្ចឹងដើម្បីយើងពង្រីកនៅទំហំអក្សរនៅក្នុងកុំព្យូទ័រយើងបានអ្នកគ្នាកុំភ្លេចមើលវីដេអូនេះដល់ចប់ហើយខ្ញុំសូមជម្រាបអ្នកគ្នាមួយកុំភ្លេច like share ឬក៏ជួយ subscribe មួយដើម្បីទទួលបានវីដេអូនិងតាមដាននៅវីដេអូនៅចំណេះដឹងផ្សេងៗទៀតអញ្ចឹងដើម្បីយើងធ្វើបានអ្នកគ្នាចូលទៅកាន់ laptop របស់គ្នាអូខេអញ្ចឹងបន្ទាប់ពីយើងមកដល់ laptop ហើយអ្នកគ្នាចូលទៅកាន់ start menu របស់ Windows បាទនេះខ្ញុំទៅលើ Windows 11បើសិនអ្នកគ្នាចង់បាន Windows 10អ្នកគ្នាអាច comment ខាងក្រោមបានខ្ញុំនឹងចេញវីដេអូពីរបៀបនៅក្នុង Windows 10មួយទៀតអូខេអញ្ចឹងអ្នកគ្នាចូលទៅកាន់ setting ហើយបន្តមកអ្នកគ្នា scroll ពីលើមកក្រោមអ្នកគ្នាយកពាក្យថា accessibility អូខេអញ្ចឹងមកដល់ហើយនេះអ្នកគ្នានឹងឃើញគេដាក់ជាមួយនឹង text size អញ្ចឹងខ្ញុំចូលម្ដងទៀតអ្នកគ្នាចូលទៅកាន់ start menu របស់ Windows អ្នកគ្នាយកទៅកាន់ setting អញ្ចឹងខ្ញុំធ្វើមួយហើយអ្នកគ្នាចូលទៅកាន់ពាក្យថាចូលទៅកាន់ពាក្យថា accessibility ហើយបន្តមកអ្នកគ្នានឹងឃើញហ្នឹងគឺគេដាក់ text size បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះអ្នកគ្នាគ្រាន់តែពង្រីកនៅអក្សរដែលអ្នកគ្នាចង់បានកម្រិតធំប៉ុណ្ណាអញ្ចឹងទៅតែខ្ញុំយកត្រឹម150បាទ150ហើយខ្ញុំធ្វើការចុច apply អូខេអញ្ចឹងវានឹងឃើញអ្នកគ្នាគឺទៅលើ font ទៅលើអីគឺវានឹងពង្រីកឲ្យធំជាងមុនហើយទៅលើអក្សរផ្សេងបាទទៅលើអក្សរផ្សេងគឺវាពង្រីកមកគឺវាស្អាតជាងមុនវាធំជាងមុនយើងងាយស្រួលមើលបាទនេះអ្នកគ្នាវាច្បាស់ជាងមុនចាហើយបើសិនអ្នកគ្នាចង់បានធំជាងនឹងទៀតអ្នកគ្នាចូលទៅការ accessibility ដូចគ្នាអ្នកគ្នាយក text size ហើយតមកអ្នកគ្នាដាក់200មកបាទ200គឺច្បាស់តែខ្ញុំដល់មកធំល្អមែនទែនបាទអញ្ចឹងសម្រាប់បងអ៊ំដែលគាត់ខ្សោយភ្នែកមើលអក្សរទូចបាក់អីអ្នកគ្នាអាចធ្វើតាមវីដេអូនេះគឺថាល្អមែនទែនបាទយើងនឹងឃើញនេះសោះយើងគឺរីកមកធំស្រួលមើលតែដល់អ្នកគ្នាបាទហើយបើសិនអ្នកគ្នាចង់កែវាឲ្យតម្រង់ដើមវិញអ្នកគ្នាចូលទៅកាន់ accessibility ដូចគ្នាអ្នកគ្នាយក text size ហើយអ្នកគ្នាគ្រាន់តែដាក់វាត្រឹម 100% វិញមកបាទហើយយើងចុច apply បាទនោះ laptop របស់យើងនឹងចូលមកកាន់ standard របស់វាឡើងវិញហើយអូខេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាចង់បាននៅវីដេអូឬក៏ចំណេះដឹងទៀតអ្នកគ្នាអាច comment ខាងក្រោមឬក៏កំពុងតែជួបបញ្ហាអីក៏អាច comment ខាងក្រោមបានដែរខ្ញុំនឹងចេញវីដេអូតាមក្រោយជូនអ្នកគ្នាអូខេអរគុណអ្នកគ្នាកុំភ្លេច like share ឬក៏ subscribe ណាមួយឬក៏ share វីដេអូនេះទៅមួយដើម្បីទស្សនាថ្ងៃក្រោយយើងចង់ដាក់អីចឹងទៅអូខេអរគុណ